តើជោគវាសនាព្រំដែននិងធនធានមហាសាលនៅសមុទ្រកម្ពុជាថៃនឹងទៅជាយ៉ាងណាខណៈពេលនេះមេដឹកនាំកម្ពុជានៃប្រទេសទាំងពីរគម្រោងនឹងជួបគ្នាក្នុងការដោះស្រាយរឿងរ៉ាវដ៏រសើបមួយនេះក្រោមការសម្របសម្រួលពីភាគីទី3តើនេះគឺជាសញ្ញានៃសន្តិភាពឬក៏ជាការចរចាដែលមានសម្ពាធថ្ងៃនេះខ្ញុំនឹងធ្វើការទម្លាយព័ត៌មានលម្អិតជូនបងប្អូនទាំងអស់គ្នាតើបញ្ហាព្រំដែនកម្ពុជាថៃដែលអូសបន្លាយជាយូរមកហើយអាចនឹងរកច្រកចេញឃើញដែរឬទេនៅថ្ងៃទី7ខែឧសភាឆ្នាំ2026កាលពីម្សិលមិញនេះស្រាប់តែលេចលឺដំណឹងមួយថាមេដឹកនាំកម្ពុជានៃប្រទេសទាំងពីរកម្ពុជានិងថៃគ្រោងនឹងមានជំនួបក្រៅផ្លូវការមួយដ៏សំខាន់បំផុតនៅថ្ងៃទី7ខែឧសភាឆ្នាំ2026កាលពីម្សិលមិញនេះស្រាប់តែមានដំណឹងក្តៅកគុកមួយថាមេដឹកនាំកម្ពុជានៃប្រទេសទាំងពីរគឺកម្ពុជានិងថៃគ្រោងនឹងមានជំនួបក្រៅផ្លូវការមួយដ៏សំខាន់បំផុតដើម្បីជជែកគ្នាពីបញ្ហាព្រំដែនដែលនៅសេសសល់បាទបងប្អូនបើតាមប្រភពព័ត៌មានផ្លូវការជំនួបនេះគឺធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី48ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺមានការចូលរួមសម្របសម្រួលដោយផ្ទាល់ពីសំណាក់លោកកូម៉ាសប្រធានាធិបតីហ្វីលីពីនក្នុងនាមជាប្រធានបដូវវេនអាស៊ាននេះមានន័យថាវានឹងក្លាយជាជំនួបត្រីភាគីរវាងថៃកម្ពុជានិងហ្វីលីពីនដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីលើវិវាទព្រំដែនបើងាកមកមើលខាងភាគីថៃវិញលោកអនុทิនឆានវរៈគុលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃប្រហ័សនេះថាហ្វីលីពីនពិតមិនចង់ឃើញប្រទេសចំនួនទាំងពីរជួបពិភាក្សាក្នុងបរិយាកាសល្អដើម្បីបញ្ចប់ភាពតានតឹងលោកអនុทิនបានសង្កត់ធ្ងន់ដែរថាបើទោះបីជាមានការជជែកគ្នាប៉ុន្តែលោកនឹងនៅតែបន្តការពារផលប្រយោជន៍របស់ប្រទេសថៃឲ្យបានដាច់ខាតដល់ឡែកចំពោះខាងភាគីកម្ពុជាវិញទោះបីជាមិនទាន់មានការបញ្ជាក់ផ្លូវការពីប្រមុខរដ្ឋាភិបាលប៉ុន្តែលោកកុងភុករដ្ឋលេខាធិការក្រសួងការបរទេសបានបង្ហើបឲ្យដឹងថាកាលពីថ្ងៃពុធថាកម្ពុជាតែងតែប្រកាន់ជំហរច្បាស់លាស់គឺត្រូវតែបោះបង់ចោលការប្រើប្រាស់យោធាឬការគំរាមកំហែងលោកបានបញ្ជាក់ថាភាគីទាំងពីរត្រូវងាកមកដោះស្រាយតាមរយៈយន្តការអន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ទើបជាការប្រសើរបន្ថែមពីនេះលោកសីហសៈភួងកេតកៅមន្ត្រីការទូតជាន់ខ្ពស់របស់ថៃក៏បានអះអាងដែរថាភាគីថៃបានត្រៀមឯកសាររួចរាល់អស់ហើយសម្រាប់កិច្ចពិភាក្សាត្រីភាគីនេះលោកថែមទាំងរំពឹងទុកថាជំនួបនេះនឹងប្រព្រឹត្តទៅដោយរលូននិងគ្មានភាពស្មុគស្មាញច្រើននោះឡើយតើលទ្ធផលនៃជំនួបត្រីភាគីរវាងកម្ពុជាថៃនិងហ្វីលីពីនលើកនេះនឹងទៅជាយ៉ាងណាយើងនឹងរងចាំតាមដានទាំងអស់គ្នាបាទបងប្អូនប្រិយមិត្តបន្ទាប់ពីដំណឹងនៃជំនួបត្រីភាគីរវាងកម្ពុជាថៃនិងហ្វីលីពីនត្រូវបានទម្លាយចេញមកបាទសំណួរដ៏ធំបំផុតដែលមហាជនកំពុងតែចង់ដឹងនោះគឺតើជោគវាសនានៃតំបន់ត្រួតស៊ីគ្នាឬ OCA និងរឿងរ៉ាវ MOU ឆ្នាំ2001ដែលនឹងធ្លាប់ឮថា MOU 44នោះនឹងត្រូវលើកយកមកជជែកដែរឬទេហើយតើភាគីណាខ្លះដែលនឹងត្រូវចំណេញឬខាតនៅក្នុងល្បែងការទូតលើកនេះជាការពិតណាស់បញ្ហាព្រំដែនមិនមែនមានតែនៅលើដីគោកនោះទេជាការពិតណាស់បញ្ហាព្រំដែនមិនមែនមានតែនៅលើគោកនោះទេបញ្ហាព្រំដែនទឹកនិងការទាមទារសិទ្ធិលើធនធានប្រេងកាតក៏ជាចំណុចដ៏រសើបបំផុតផងដែរកាលពីពេលថ្មីៗនេះកម្ពុជាបានបង្ហាញចំហច្បាស់ៗថាយើងចង់ដោះស្រាយតាមផ្លូវច្បាប់និងយន្តការអន្តរជាតិដើម្បីសន្តិភាពយូរអង្វែងប៉ុន្តែខាងភាគីថៃវិញយើងឃើញថាមានចរន្តនយោបាយក្នុងស្រុកមួយចំនួនកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងលើរាជរដ្ឋាភិបាលលោកសេដ្ឋាថាមីស៊ីនជុំវិញការការពារអធិបតេយ្យភាពនៅតំបន់កោះកុចនិងផលប្រយោជន៍ធម្មពលអ្វីដែលគួរឲ្យកត់សម្គាល់លោកសីហសៈភូងកេតកៅមន្ត្រីការទូតជាន់ខ្ពស់របស់ថៃបានព្យាយាមសម្របសម្រួលដោយនិយាយថាជំនួបខាងមុខនេះនឹងមិនមានភាពស្មុគស្មាញឡើយប៉ុន្តែភាគីថៃជាច្រើនយល់ឃើញថានេះគ្រាន់តែជាការស្ទង់ចិត្តគ្នាតែប៉ុណ្ណោះព្រោះកន្លងមកភាគីថៃតែងតែលើកឡើងនឹងការការពារផលប្រយោជន៍ជាតិរបស់ខ្លួនជាធំខណៈពេលដែលកម្ពុជាប្រកាន់យកការចរចាដោយផ្អែកលើប្លង់ផែនទីនិងកិច្ចព្រមព្រៀងដែលមានជាធរមានបាទបងប្អូនឥឡូវនេះយើងងាកមកមើលប្រសាសន៍លោកកុងភួករដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាវិញលោកបានសង្កត់ធ្ងន់កាលពីថ្ងៃពុធថាការគម្រាមកំហែងដោយកម្លាំងមិនមែនជាដំណោះស្រាយនោះទេនេះគឺជាសារមួយដ៏រឹងមាំទៅកាន់ភាគីចំនួនកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ចរចាដោយសន្តិវិធីប៉ុន្តែមិនមែនជាការបង្ខិតបង្ខំនោះឡើយមហាជនកំពុងតាមដានមើលថាតើការសម្របសម្រួលពីសំណាក់ប្រធានាធិបតីហ្វីលីពីនលោកម៉ាកូសនឹងអាចជួយឲ្យមេដឹកនាំនៃប្រទេសជិតខាងទាំងពីរឈានទៅរកកិច្ចព្រមព្រៀងថ្មីណាមួយដែរឬទេជាពិសេសនោះគឺការបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងក្នុងការប៉ះទង្គិចគ្នាដោយអាវុធនៅតាមបន្ទាត់ព្រំដែន
ដោយដែលធ្លាប់កើតមានកាលពីអតីតកាលបាទសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះជំនួបត្រីភាគីដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះតើលោកអ្នកនឹងជឿជាក់ថាបញ្ហាព្រំដែននឹងអាចដោះស្រាយបានក្នុងអាណត្តិអាស៊ានរបស់ហ្វីលីពីននេះដែរឬទេសូមពុកម៉ែបងប្អូនកុំភ្លេចជួយចេញមតិយោបល់នៅខាងក្រោមវីដេអូមួយនេះផងជួបគ្នានៅវីដេអូក្រោយៗបន្តទៀតសូមអរគុណសូមជម្រាបលា